store ខាងលើដែលពាក្យគេដាក់ថា selected store ហ្នឹងគឺរាល់ទាំងអស់ហ្នឹងគឺសិតតែ music យើងទៅលើ platform ទាំងអស់ហ្នឹងហើយទៅលើ social media ទាំងអស់ហ្នឹងហើយសិតតែមាន music យើងនៅលើហ្នឹងប៉ុន្តែអាកន្លែង remove stores កន្លែងនេះគឺ music របស់យើងអត់មាននៅលើហ្នឹងទេអញ្ចឹងកន្លែងហ្នឹងឲ្យយើងមកឆែកមើលថាតើmusic របស់យើងជាប់ content ID ឬក៏អត់គឺយើងមកត្រួតពិនិត្យមើលទៅសិតតែចេះតែ download ក៏មិនបាន stream ក៏មិនបានដែរអានេះក៏ដូចគ្នាហើយអា TikTok នេះក៏ដូចគ្នាដែរប៉ុន្តែបើសម្រាប់អានេះគឺឃើញហ៎កន្លែងនេះគឺ download អត់យកទៅប្រើអត់បានទេប៉ុន្តែបើសិនជាគេ stream បាន stream មានន័យថាឧទាហរណ៍ថាគេផុសវីដេអូទៅគេភ្ជាប់បទចម្រៀងយើងបានអញ្ចឹងណាគេភ្ជាប់បទចម្រៀងយើងចូលទៅគឺបទចម្រៀងយើងហ្នឹងអាចរកលុយចេញពីនោះបានហើយក្នុងនេះយើងនឹងមកត្រួតពិនិត្យមើលថាតើ music របស់យើងហ្នឹងជាប់ content ID ឬក៏អត់នៅលើ Dicto ណាអញ្ចឹងក្នុងការដែលត្រួតពិនិត្យមើលនៅពេលដែលយើង release ចេញ live បែបនេះរាល់ music របស់យើងដែលចេញ live បែបហ្នឹងមានន័យថាគេបានបញ្ជូនទៅ store អស់ហើយអញ្ចឹងយើងទៅមើលថាតើ store ទាំងអស់ហ្នឹងវាមាន content ID ជាប់ជាមួយនឹង music យើងឬក៏អត់នៅពេលដែលយើង release ហើយអញ្ចឹងយើងឧទាហរណ៍ថាយើងមក check ជាមួយនឹងបទមួយនេះអញ្ចឹងយើងចុចលើវាអញ្ចឹងមកពេលដែលយើងចុចលើវាហើយបងប្អូនមកចុចលើពាក្យមួយទៀតពាក្យ store នេះហ្នឹងហើយអញ្ចឹងពាក្យ store ហ្នឹងគឺអាកន្លែងចំណុចទី2ហ្នឹងគឺជាកន្លែងសម្គាល់ថាតើ music របស់យើងជាប់ឬក៏អត់អញ្ចឹងយើងមកមើលនេះកាលណាតែនៅក្នុង list នេះ select stores កន្លែងហ្នឹងតែមានYouTube content ID ហើយ short អីហ្នឹងគឺមានន័យថា music របស់យើងជាប់ហើយ ជាប់ content ID ហើយណាវាមាននៅ YouTube content ID ផងនៅ short ផងហើយនឹងនៅ music ផងអញ្ចឹងនៅក្នុង YouTube platform ដែលមាន3ហ្នឹងគឺមានទាំងអស់នៅក្នុងថៅប៉ៅក៏មានដែរនេះហ្នឹងហើយអញ្ចឹងប៉ុន្តែយើង scroll មកអស់មកយើងមកមើលនេះមានគ្នាយើងស៊ូដែរថាហេតុអីបានជា music របស់គាត់ហ្នឹង release ចេញហើយមិនក៏អត់ឃើញនៅក្នុង Apple Music ឃើញបងប្អូនកន្លែងនេះគឺមានន័យថា remove store កន្លែង store នេះគេ remove អាប្រមាណនេះនៅក្នុង store ទាំង store ចំនួន5នេះគឺគេ remove បទចម្រៀងរបស់យើងចេញគឺមានន័យថាគេអត់ accept ទេគេអត់ approve ឲ្យយើងទេអញ្ចឹង store ទាំងអស់ហ្នឹងអត់មានបទចម្រៀងយើងនៅហ្នឹងទេមានដូចជា Apple Music មានដូចជា Shazam អីគេហ្នឹង Shazam ហើយនឹង iTunes ហើយនឹងមួយទៀតគឺ Meta Right Manager Meta Right Manager ហ្នឹងវា copy អានេះ copy Facebook ហើយ Instagram ហ្មងបងប្អូនមកមើលកន្លែងនេះយើងចុចកន្លែង more info នេះវាប្រាប់យើង download ហើយនឹង streaming អញ្ចឹងវាសិតតែសញ្ញាខ្វែងចឹងអាខ្វែងហ្នឹងគឺមានន័យថាវាការពារទាំងអស់តែម្ដងនៅ store ណាឧទាហរណ៍ថាបទចម្រៀងរបស់យើងវាជាប់អា Meta Right Manager អញ្ចឹងរាល់បទចម្រៀងរបស់យើងដែលយកទៅកាត់តក៏ដោយឬក៏យើងដាក់ភ្ជាប់ជាមួយនឹង music របស់យើងក៏ដោយគឺធ្វើឲ្យវីដេអូដែលយើង upload ចូលទៅហ្នឹងគឺมันអាចធ្វើអីវា block ពណ៌ក្រហមហ្មងអញ្ចឹងណាតែ block ពណ៌ក្រហមអាហ្នឹងគឺប្រើអត់បានតែម្ដងមានន័យថា music ហ្នឹងគឺយកទៅប្រើនៅលើ platform Facebook អត់បានទេពីព្រោះវាជាប់ Right Manager អញ្ចឹងអា Right Manager Music នេះគឺកាលណាតែ music យើងជាប់គឺពិបាកប្រើពិបាកអូស traffic ចេញពី Facebook មកវារៀងពិបាកប៉ុន្តែវាស្រួលត្រង់ចេះវាស្រួលត្រង់ថាឧទាហរណ៍ថាយើងមាន page មួយដែលធំគូសំធំក៏ដោយតូចក៏ដោយដែលយើងចង់ដាក់ music នឹងចូលយើងកាត់តវីដេអូ music មានអ្នកមើលច្រើនហើយកាត់តភ្ជាប់គ្នាហើយយកទៅ upload ហើយវាជាប់ក្រហមជាប់ទៅអត់បញ្ហាទេអញ្ចឹងយើង upload ទៅអញ្ចឹងទៅនៅពេលដែលបាន view មកលុយនឹងចូលក្នុង music ហ្នឹងហើយអាហ្នឹងបើសិនជា music របស់យើងជាប់ Meta Right Manager ណាហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងគឺយើងមកមើលបែបហ្នឹងនៅក្នុង Dicto គឺស្រួលមើលសម្រាប់ TuneCore រៀងស្រួលមើលដែរតែសម្រាប់ DistroKid ដូចជាมันអីមានដែរមានកន្លែងមើលដែរតែបើ MYuh ដូចជារើមើលកន្លែងអត់ឃើញទេទោះតែយើងទៅមើលនៅលើ YouTube តែម្ដងបានមានថាវាជាប់ copyright ឬក៏អត់ឬក៏យើងមើលតាម email នៅពេលដែលគេផ្ញើមកអញ្ចឹងណា MYuh ក៏ប៉ុន្តែសម្រាប់ Dicto វាស្រួលមើលអញ្ចឹងគឺនៅពេលដែលយើងចង់ដឹងថា music របស់យើងមួយណាវាជាប់អីជាប់ copyright ឬក៏អត់ជាប់store ណាខ្លះគឺយើងមកមើលកន្លែងហ្នឹងគឺយើងចូលមកមើលកន្លែង store ហ្នឹងទៅអា store ខាងលើដែលពាក្យគេដាក់ថា selected store ហ្នឹងគឺរាល់ទាំងអស់ហ្នឹងគឺសិតតែ music យើងទៅលើ platform ទាំងអស់ហ្នឹងហើយទៅលើ social media ទាំងអស់ហ្នឹងហើយសិតតែមាន music យើងនៅលើហ្នឹងហើយប៉ុន្តែអាកន្លែង remove stores កន្លែងនេះគឺ music របស់យើងអត់មាននៅលើហ្នឹងទេអញ្ចឹងកន្លែងហ្នឹងឲ្យយើងមកឆែកមើលថាតើmusic របស់យើងជាប់ content ID ឬក៏អត់គឺយើងមកត្រួតពិនិត្យកន្លែង store ហ្នឹងហើយបើយើងចង់មើលទៅលើបទផ្សេងទៀតរបស់យើងមកមើលដូចបទខ្ញុំមួយនេះគឺវាជាប់នេះវាអត់ជាប់នេះទេវាជាប់តែ short តែវាអត់ជាប់ content ID អត់ជាប់ short និងអត់ជាប់
Right Manager ជាមួយនឹងហើយ TikTok Content ID ក៏ដូចគ្នាដែរ TikTok Content ID វាពាក់ព័ន្ធជាមួយនឹង YouTube Content ID ដូចគ្នាមានហើយនឹងនេះ3នេះ platform 3នេះវាដូចគ្នានេះវាសិតតែជាការពារពេញលេញហ្មងហ្នឹងហើយ TikTok Content ID វាស្មើនឹង Meta Right Manager វាស្មើនឹង YouTube Content ID អញ្ចឹងណាសម្រាប់ TikTok ហើយនឹង YouTube គេប្រើដូចគ្នាគេប្រើពាក្យថា Content ID ដូចគ្នាប៉ុន្តែសម្រាប់ក្រុមហ៊ុន Meta គេប្រើពាក្យថា Right Manager វិញអញ្ចឹងតែពាក្យហ្នឹងគឺដូចគ្នាគឺយើងមើលទៅសិតតែចេះតែ download ក៏មិនបាន stream ក៏មិនបានដែរអានេះក៏ដូចគ្នាហើយអា TikTok នេះក៏ដូចគ្នាដែរប៉ុន្តែបើសម្រាប់អានេះគឺឃើញហ៎កន្លែងនេះគឺ download អត់យកទៅប្រើអត់បានទេប៉ុន្តែបើសិនជាគេ stream បាន stream មានន័យថាឧទាហរណ៍ថាគេផុសវីដេអូទៅគេភ្ជាប់បទចម្រៀងយើងបានអញ្ចឹងណាគេភ្ជាប់បទចម្រៀងយើងចូលទៅគឺបទចម្រៀងយើងហ្នឹងអាចរកលុយចេញពីនោះបានហើយអញ្ចឹងគេអាចនៅប្រើ music វីដេអូរបស់គេដែល stream ហ្នឹងបាន music របស់គេវីដេអូរបស់គេដែល upload ចូល Twitch soundtrack ហ្នឹងហើយពេលដែលគេផ្ញើគេប្រើជាមួយបទចម្រៀងរបស់យើងហ្នឹងគឺគេអាចប្រើបានព្រោះវាមានពាក្យថា streaming ណាហើយអញ្ចឹងសម្រាប់TikTok Content ID Music Meta Right Manager ហើយនិង YouTube Content ID គេយកទៅប្រើអត់កើតទេយកទៅប្រើគឺធ្វើឲ្យវាប៉ះពាល់ទៅដល់វីដេអូរបស់គេរួចទៅជាប់ copyright ជាប់អីចឹងណាអាហ្នឹងគឺបែបហ្នឹងដូច short គឺដូចគ្នា short គឺបើគេ download យកទៅប្រើគឺអត់កើតទេប៉ុន្តែបើគេ streaming ឧទាហរណ៍ដូចខ្ញុំបានបង្ហាញពីវីដេអូមុនរបៀបបង្កើតគេហៅ AI playground របស់ YouTube ចឹងណាអញ្ចឹងយើងចូល resort ហើយបង្កើតហើយយើង link ភ្ជាប់ជាមួយនឹងបទចម្រៀងរបស់យើងហ្នឹងគឺអាហ្នឹងគឺ streaming បែបហ្នឹងគឺនៅពេលដែលមានអ្នកមើលចូលវីដេអូហ្នឹងហើយជាមួយនឹង music របស់យើងដែលភ្ជាប់ជាមួយហ្នឹងគឺចំណូលវាចូលមកបានហើយអាហ្នឹងគឺមធ្យោបាយ streaming នឹងឯងអញ្ចឹងណាអញ្ចឹងការត្រួតពិនិត្យមើល content ID ទៅលើ music របស់យើងគឺបែបងាយទេនៅលើ dictator យើងរើសបទណាដែលយើងចង់ឆែកមើលគឺបែបហ្នឹងគឺយើងគ្រាន់តែ select បទហើយយើងចូលមកបទនេះគឺអត់មាននៅលើ store ច្រើនទេឃើញទេវា remove ចេញច្រើនមែនតើ remove ចេញដល់ប្រហែល store នេះ6 9ឡើង10 store អត់មាននៅក្នុងបទចម្រៀងយើងមួយហ្នឹងទេអញ្ចឹងវាមិនគ្រប់តែបទទាំងអស់វាសិតតែជួប content ID ទេណាហ្នឹងហើយអញ្ចឹងយើងមើលទៅតាមបទមួយដូចបទនេះគឺជាប់ទាំងអស់អត់អីទេណាបទនេះវាជាប់ទាំង YouTube ទាំងអីនេះ content ID TikTok បាន content ID ជាមួយ YouTube ក៏បានដែរណា Facebook Meta Right Manager ក៏បានដែរនេះបទមួយនេះគឺជាប់ទាំងអស់ហ្មងហ្នឹងអាហ្នឹងបទហ្នឹងគឺយើងធ្វើផលិតបានល្អហើយដូច្នេះគឺវាជាប់មកទាំងអស់អញ្ចឹងគឺអត់មាន store មួយណាដែលវា remove ទេគឺបានទាំងអស់អញ្ចឹងវាមានតាមប្រភេទបទមួយណាអញ្ចឹងរបៀបត្រួតពិនិត្យមើលនៅលើdictator គឺតែប៉ុណ្្នឹងទេអរគុណ